បាទនេះគឺខ្ញុំចង់មក review បាទអំពីបញ្ហាទាក់ទងនឹងការប្រើប្រាស់ចង្ក្រានផងដែរបាទអញ្ចឹងសូមបញ្ជាក់ថានេះគឺជាចង្ក្រានជប៉ុនស៊េរីទំនើប model ល្អបាទគឺ ម៉ាក Rinnai បាទហើយវាជាស៊េរីកញ្ចក់ ceramic និងងាយស្រួលមិនប្រឡាក់ខ្លាញ់តែពេលខ្លាញ់ស្រក់អីវាងាយស្រួលសម្អាតមិនជាប់ស្អិតនៅនឹងឬក៏ក្រាំងនៅនឹងកញ្ចក់ហ្នឹងបានយូរទេបាទអញ្ចឹងងាយស្រួលសម្អាតហើយវាមានសោភ័ណភាពល្អទំនើបហើយមានអំណាចបាទដាក់ក្នុងចង្ក្រាននេះមានហុងស៊ុយមានភ្ញៀវទៅលេងវាគឺមើលទៅអំណាចស្អាតតែម្ដងបាទសម្រាប់ចង្ក្រានមួយនេះបាទអញ្ចឹងខ្ញុំសូមណែនាំពីការរបៀបប្រើបាទនេះគ្រាន់តែចុចទៅវាគឺឆេះហើយបាទឆេះបែបនេះនេះសម្រាប់តម្លើងភ្លើងនិងតម្លាក់ភ្លើងបាទអញ្ចឹងសម្រាប់ option មួយនេះគឺសម្រាប់កំណត់កម្ដៅបាទកំណត់កម្ដៅអង្សាសេបាទគឺកម្ដៅវាចាប់ពី160អង្សាសេនិងដល់260អង្សាសេដល់200អង្សាសេបាទបើយើងចង់បានត្រឹមកម្ដៅតែ160អង្សាសេទេគឺយើងចុចត្រឹម160អង្សាសេទៅគឺវាដល់កម្ដៅហ្នឹងវាលុតបិទតែម្ដងបាទអញ្ចឹងបើសិនជាយើងចង់កំណត់ត្រឹម180អង្សាសេគឺយើងចុចទៅដល់ចំណុច180អង្សាសេទៅគឺនឹងបិទហើយបាទបើយើងចង់កំណត់200គឺកំណត់200មករហូតដល់វាក្តៅរហូតដល់200អង្សាសេទើបវាអូតូបិទបាទនេះគឺ option នេះហើយសម្រាប់ option មួយនេះវិញគឺសម្រាប់ដាំទឹកបាទគឺសម្រាប់ដាំទឹកគឺលេខ5នេះគឺយើងចុចមកលេខ5គឺកំណត់ត្រឹម5នាទីបាទ5នាទីនឹងវារលត់ដោយអូតូតែម្ដងបាទបើសិនជាយើងដាំទឹកអីយើងអត់ចង់កំណត់វាត្រឹមតែ5នាទីទេបាទអញ្ចឹងចុចលេខដល់លេខ5នេះទៅគឺវាលុតត្រឹមលេខ5ហើយដល់ពេលដល់លេខ5គឺលុតបិទតែម្ដងបាទសម្រាប់ឥឡូវនេះគឺយើងមិនបាច់ចាំកំណត់នាទីទេនៅពេលដែលទឹកវាពុះវាក្តៅល្មមសំគោហើយវានឹងបិទតែម្ដងបាទមានថាទឹកឆ្អិនហើយគឺបិទបាទកន្លែងនេះបាទអញ្ចឹងសម្រាប់ option មួយនេះគឺសម្រាប់កំណត់មិនឲ្យភ្លើងរលត់បាទគឺចុចតែ3វិនាទីទេបាទចេញលេខក្រហមនេះហើយចេញពណ៌ក្រហមហើយគឺភ្លើងគឺនៅឆេះតែរហូតតែម្ដងបាទឆេះរហូតអាហ្នឹងគឺសម្រាប់គេធ្វើហ្នឹងគឺសម្រាប់យើងកម្ដៅស៊ុបកម្ដៅខកម្ដៅចាប់ឆាយើងទុកយូរបាទទុកយូរអញ្ចឹងវាទោះបីកម្ដៅដល់កម្រិតណាក៏វានៅតែឆេះដែរបាទហ្នឹងកាលណាយើងកំណត់លេខ3នេះបាទប៉ុន្តែយើងចង់ផ្ដាច់វិញយើងគ្រាន់តែចុចលើវាមួយមកគឺវាផ្ដាច់វិញហើយបាទអញ្ចឹងយើងប្រើបានធម្មតាវិញបាទហើយសម្រាប់ option ខាងនេះវិញបាទសម្រាប់ option ខាងនេះវិញបាទនេះគឺជា option មួយសម្រាប់កំណត់នាទីដាំស្លនៅលើចង្ក្រាននេះបាទអញ្ចឹងកំណត់នាទីចាប់ពីលេខ1រហូតបាទបានច្រើនដែរបាទអញ្ចឹងយើងចង់កំណត់ត្រឹម30នាទីក៏បាន40នាទីក៏បាន50នាទីក៏បានដែររហូតដល់90នាទីបាទយើងកំណត់ហើយយើងដើរចោលទៅបាទដល់ពេលវាដល់កំណត់ដែលយើងកំណត់ហើយវាលោតថយក្រោយបាទពី31អញ្ចឹងឧបមាថាយើងកំណត់ត្រឹម31វាលោតពី31រហូត30 29 28មករហូតដល់លេខ0គឺវាផ្ដាច់ដោយអូតូម៉ាទិកតែម្ដងបាទមិនចាំបាច់ចាំមានអ្នកបិទទេគឺវាបិទដោយខ្លួនឯងតែម្ដងបាទនេះចំណុចនេះបាទតែចំណុចនេះបាទសូមបង្ហាញពីចំណុចនេះដែរអានេះគឺសម្រាប់ដាំបាយដាំបបរបាទអញ្ចឹងសម្រាប់ដាំបាយដាំបបរយើងចង់បើយើងដាំបាយយើងក៏ចុចមកចំណុចនេះមកគឺដល់ពេលបាយវាពុះវាឆ្អិនគឺវាលុតអូតូតែម្ដងបាទហើយមួយទៀតបើចង់ដាំបបរយើងចុចមកចំណុចនេះមកគឺនៅពេលដែលដាំបបរឆ្អិនពុះល្មមសំពោះហើយឆ្អិនល្មមមកឆ្អិនហើយគឺវារលត់តែម្ដងបាទហើយចំណុចខាងនេះដែរគឺសម្រាប់អាំងសាច់អាំងត្រីអាំងបន្លែបាទ option នេះគឺសម្រាប់អាំងសាច់អាំងត្រីអាំងបន្លែនៅថតកណ្ដាលនេះបាទនេះកន្លែងថតកណ្ដាលនេះគឺអាំងលើក្រោមតែម្ដងបាទងាយស្រួលមិនចាំបាច់ចាំប្រែទេបាទមិនចាំបាច់ចាំប្រែត្រឡប់ទៅត្រឡប់មកបើកត្រឡប់ទៅទេបាទគឺវាមានភ្លើងលើហើយនិងភ្លើងក្រោមបាទសម្រាប់ចម្អិនអាហារសម្រាប់អាំងត្រីនិងសាច់បាទឯនេះគឺការកំណត់នាទីបើសិនជាយើងស្មានថាត្រឹម6នាទីសាច់ហ្នឹងវាឆ្អិនអញ្ចឹងយើងកំណត់ត្រឹម6នាទីមកបាទយើងទម្លាប់កំណត់6នាទីមកដល់ពេលដាក់ហើយយើងដើរចេញទៅណាក៏បានដែរណាបាទអីទេតែបន្តមកវាលោតពីលេខ6រហូតដល់លេខ0អញ្ចឹង
ពី6រហូតដល់0វានឹងបិទអូតូតែម្ដងបាទអញ្ចឹងសាច់យើងកំណត់ថា6នាទីឆ្អិនវានឹងបិទអូតូតែម្ដងបាទនេះជាភាពងាយស្រួលរបស់ចង្ក្រានហ្គាសស៊េរីទំនើបបាទជាប្រភេទកញ្ចក់នេះបាទ full option គឺងាយស្រួលប្រើប្រាស់ហើយតម្លៃសមរម្យបាទអញ្ចឹងបងប្អូនណាត្រូវការចង្ក្រានមួយនេះតម្លាក់លេខដាក់ទីតាំងមកមុនគេបាទអាចឆាតមកសួរឬក៏ចង់តំណតំណងឬក៏ជាវយកទៅប្រើប្រាស់បាទសូមតាក់ទងខាងយើងខ្ញុំបាទយើងខ្ញុំនឹងមានការpromotion បញ្ចុះតម្លៃឲ្យបងប្អូនណាតែត្រូវការក្នុងរយៈពេល5នាក់ដំបូងបាទព្រោះចង្ក្រានរបស់ខ្ញុំវាមានកំណត់បាទអញ្ចឹងបងប្អូនណាតាក់ទងមកមុននឹងបានមុនបាទបងប្អូនណាតាក់ទងក្រោយគឺបានក្រោយបាទសូមអរគុណបាទសូមជម្រាបលា